លោកគ្រូតើចំពោះអធិបតេយ្យរបស់លោកគ្រូគឺស័ក្តិសមសម្រាប់និស្សិតប្រភេទណាដែរលោកគ្រូសម្រាប់និស្សិតដែលស័ក្តិសមគឺជានិស្សិតដែលចូលចិត្តបច្ចេកវិទ្យា technology ថ្មីហ្នឹងណាចង់បង្កើតរបស់ណាដែលវាតាក់ទងនឹងបច្ចេកទេសបច្ចេកវិទ្យាថ្មីណាតាក់ទងនឹងឧបករណ៍អេឡិចត្រូនិក robotic ឬក៏ចង់បង្កើតជាស្នាដៃដោយខ្លួនឯងតែម្ដងអញ្ចឹងនិស្សិតដែលគាត់ស័ក្តិសមគឺគ្រប់ចម្ពោះនិយាយរួមឲ្យតែគាត់មានគំនិតថាគាត់ចង់សិក្សាហ្នឹងគឺអាចរៀនបានហើយប៉ុន្តែគាត់ដើម្បីឲ្យគាត់រឹតតែពន្លឿននៅចំណេះដឹងឬការសិក្សាគាត់ហ្នឹងគឺគាត់ត្រូវការអ្នកដែលមានមូលដ្ឋានគ្រឹះផ្នែកវិទ្យាសាស្ត្រមានថានៅក្នុងវិទ្យាល័យគាត់អាចបកកែខាងមុខវិជ្ជាវិទ្យាសាស្ត្រហ្នឹងដូចជាគណិតវិទ្យារូបវិទ្យាអីចឹងទៅឬក៏គាត់មានមូលដ្ឋានភាសាអង់គ្លេសមួយចំនួនមកហើយនឹងគាត់ជាមនុស្សដែលប៉ិនប្រសប់ចេះច្នៃប្រឌិតហើយខំប្រឹងប្រែងសិក្សាហើយនឹងចង់បង្កើតអីដែលថ្មីរៀនតាក់ទងនឹងបច្ចេកវិទ្យាដែលទំនើបអញ្ចឹងគឺគាត់ពិតជាស័ក្តិសមដែលគាត់មកសិក្សានៅទីនេះចាលោកគ្រូ